បាទសួស្តីបងប្អូនអរគ្នាចឹងថ្ងៃគឺលោកគ្រូនាំយកលំហាត់ limit ចំនួន2ទៅទៅនឹងលំហាត់ exponential ចឹងមុននឹងយើងធ្វើលំហាត់ហ្នឹងយើងត្រូវចាំរូបមន្តចំនួន3គឺ limit ពេល x ទៅដល់0 sin ax ចែកឲ្យ ax អាហ្នឹងស្មើ1ហើយរូបមន្ត limit x ទៅដល់0នៃតង់ ax ចែកឲ្យ ax ស្មើ1ហើយរូបមន្តទី3គឺ limit x ខិតទៅរក0នៃ ស្វ័យគុណ ax ដកឲ្យ1ចែកឲ្យ ax អាហ្នឹងគឺស្មើ1អញ្ចឹងយើងត្រូវចាំរូបមន្តទាំង3ហ្នឹងដើម្បីដោះស្រាយលំហាត់2ហ្នឹងចេញចាឥឡូវយើងមកមើលដំណោះស្រាយលំហាត់ A ហើយលំហាត់ទាំងពីរហ្នឹងគឺសុទ្ធតែមានរាង0 0និង2ចាឥឡូវយើងមើលលំហាត់ A limit x ទៅរក0នៃសេគុណ 4x ដកឲ្យសេគុណដក x ទៅលើ sin 2x អញ្ចឹងយើងធ្វើឲ្យបំលែងចូលរួមមុនយើងមើលពីយកនេះវាមានសេគុណ x ដូចគ្នាសេគុណ 4x និងសេគុណដក x អញ្ចឹងធ្វើឲ្យចូលរួមមុននេះគឺមានសេគុណ x ដក1អញ្ចឹងដើម្បីចូលតើមានលេខ1ក្នុងដែរអញ្ចឹងយើងអាចថែមថយលេខ1ក្នុងពីយកសិនមកចឹងយើងបាននិយាយ limit យើងស្មើ limit x ខិតទៅដល់0អញ្ចឹងសេគុណ 4x អញ្ចឹងដើម្បីចូលរួមមុនគ្រូដកឲ្យ1អញ្ចឹងដក1វាឲ្យដូចដើមវិញឯងអញ្ចឹងគ្រូបូកថែម1វិញអញ្ចឹងដក1បូក1ស៊ី0ទៅអស់ហើយដកឲ្យស្វ័យគុណ x ចែកជាមួយនឹងវាបែងយើង sin 2x ចាឥឡូវយើងមើលតទៀតយើងមើលពីយកសេគុណ 4x ដក1អញ្ចឹងអានឹងយើងទុកវាម្ដុំសិនមកដោយឡែកយើងមកមើលអា2តួខាងក្រោយនេះ1ដោយសេគុណ x បើសិនជាលោកគ្រូទាញសញ្ញាដកចេញមកក្រៅចេះនេះគឺដាក់វងជាប់សិនអញ្ចឹងទាញសញ្ញាដកចេញមកក្រៅអញ្ចឹងបានសេគុណ x ទៅជាសញ្ញាបូកវិញហើយដកឲ្យ1ទៅវិញចែកឲ្យ sin 2x ចែក sin 2x អញ្ចឹងយើងបានមួយទៀតដើម្បីចូលរួមមុនតើមានភាពបែង x តាអញ្ចឹងយើងអាចចែកភាពបែងនឹងភាពយកនឹងជាមួយនឹង x ដូចគ្នាមកយើងបាន limit x គឺដល់0អញ្ចឹងសេគុណ 4x ដក1ហ្នឹងដើម្បីចូលរួមមុនគឺយើងត្រូវចែកជាមួយនឹង 4x ចែក 4x ចុះពេលយើងចែក x ភាគយកភាគបែងយើងចែកទៅ x ទេចែកដល់ពេលយើងចែកដល់ 4x អានេះត្រូវលើចឹងត្រូវគុណថែមនឹង4វិញដកឲ្យអានេះសេគុណ x ដកឲ្យ1ចែកឲ្យ x អាហ្នឹងគឺភាគបែងវាត្រឹមតែ x ធម្មតាទេអញ្ចឹងយើងអត់មានត្រូវគុណថែមអីទេវាស្មើដូចដើមហើយចែកនឹងភាគបែងយើង sin 2x នៅលើដើម្បីចូលរួមមុនតsin 2x នៅលើ 2x ដូចគ្នាអញ្ចឹងវាលើសភាគបែង2គុណថែមនេះនឹងលេខ2វិញអញ្ចឹងចូលរួមមុនរបស់យើងហើយអញ្ចឹងបាន1គុណ4ដកឲ្យ1ចែកឲ្យ1គុណ2អញ្ចឹងចម្លើយយើងភាគយកយើងបាន4ដក1សល់3ភាគបែង1គុណ2បាន2អញ្ចឹងចម្លើយlimit a ហ្នឹងឃើញ3លើ2ចឹងពេលធ្វើយើងកុំភ្លេចដាក់ដូចនេះផងឥឡូវយើងមកមើលលំហាត់អក្សរ b វិញចឹងអក្សរ b ទម្រង់ដូចនឹងអក្សរ a ដែរចឹងអាភាគបែងយើងអាចថែមថយសិនមកចឹងបាន limit x ខិតទៅរក0តង់ x ចឹងនេះដូចគ្នាសេគុណ x គឺដក1ហើយថែម1វិញដកឲ្យសេគុណដក x ចឹងស្មើ limit x ខិតទៅរក0នៃតង់ x ចែកឲ្យបាទឥឡូវយើងមកមើលភាគបែងអាខាងមុខនេះលោកគ្រូចាប់វាម្ដុំចេះសេគុណ x ដក1ចាខាងក្រោយ2តួនេះគឺលោកគ្រូចាប់សញ្ញាដកដូចមិញដែរចឹងបានសេគុណដក x សញ្ញាបូកវិញហើយលេខ1ជាសញ្ញាដកចឹងលោកគ្រូចែកភាគយកភាគបែងនឹង x ដូចគ្នា
យើងបាន limit x គឺត្រូវ0អញ្ចឹងតង់ x ដើម្បីចូលរួមមុនតចែកនឹង x ចុះអត់មានគុណថែមអីទៀតទេសារវាដូចដើមអញ្ចឹង សេគុណ x ដក1ដើម្បីចូលរួមមុនតើយើងចែកនឹង x អញ្ចឹងភាពបាញ់ x អត់មានលើសទេដកឲ្យអានេះសេគុណដក x ដក1នៅលើអីអានេះតើយើងចែកជាមួយនឹងដក x អញ្ចឹងភាពបែងមិញយើងចែកត្រឹមតែ x ទេអញ្ចឹងបើចែកនឹងសញ្ញាដកយើងត្រូវគុណនៅលើសញ្ញាដកវិញអញ្ចឹងដកគុណដកដូចជាបូកវិញឡើងនេះអញ្ចឹងយើងចូលរួមមុនហើយយើងបានភាគយក1ភាពបែងយើងគឺ1បូកឲ្យ1អញ្ចឹងចម្លើយរបស់យើងគឺឃើញ1នៅលើ2អញ្ចឹងលីមីតអក្សរ b យើងឃើញ1លើ2អញ្ចឹងវីដេអូយើងគឺមានតែប៉ុណ្្នឹងទេកុំភ្លេចជួយចុច like follow និង subscribe ម្នាក់មួយផងហើយយើងនឹងជួបគ្នានៅវីដេអូក្រោយបន្តទៀត